ទស្សនិកជនទាំងឡាយជាទីមេត្រីដោយអនុវត្តតាមការណែនាំលេខ05របស់មន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្តពេញឡុងស្ដីពីការចាត់តាំងបង្រៀនអក្សរសាស្ត្រខ្មែរនៅតាមបណ្ដាវត្តក្នុងខេត្តពេញឡុងនារដូវវិស្សមកាលនៃឆ្នាំសិក្សា2025-2026មកដល់ពេលនេះគឺមានរយៈកាល2ខែកន្លះបណ្ដាវត្តទាំងអស់ដែលបានបើកបង្រៀនប្រជាសិក្សានោះក៏បានចាត់តាំងពិធីប្រឡងបញ្ចប់ការសិក្សាជូនដល់បងប្អូនកុមារាកុមារីក្នុងរដូវវិស្សមកាលនេះផងដែរក្នុងនោះវត្តពោធិវង្សារាមចុងតបឃុំសង្លុកក៏បានចាត់តាំងប្រឡងបញ្ចប់វគ្គសិក្សាក្នុងរដូវវិស្សមកាលជូនដល់បងប្អូនសិស្សានុសិស្សចាប់ពីថ្នាក់ទី1ដល់ថ្នាក់ទី4ចំនួន200រូបផងដែរក្នុងនាទីទស្សនវិជ្ជាភូមិស្រុកនាសប្តាហ៍នេះនាយកព័ត៌មានរបស់ការិយាល័យភាសាខ្មែរសូមលើកយកបទយកការមានចំណងជើងថាលទ្ធផលនៃបន្លកអក្សរសាស្ត្រខ្មែរក្នុងរដូវវិស្សមកាលដោយមានខ្លឹមសារដូចតទៅវត្តពោធិវង្សារាមចុងតបស្ថិតនៅឃុំសង្លុកខេត្តវិញឡុងបានកសាងកាលពីឆ្នាំ1655លើផ្ទៃដីចំនួន43,000 ម៉ែត្រក្រឡាធ្វើដំណើរចូលទៅកាន់មណ្ឌលវត្តគឺមិនត្រឹមតែបានឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលក្នុងអារាមដ្ឋានប៉ុណ្ណោះទេគឺនៅទាំងបានឃើញសភាពអ៊ូអរយ៉ាងអធិកអធមរបស់កុមារាកុមារីរាប់រយនាក់បានឪពុកម្ដាយឬយាយតានាំមករៀនអក្សរសាស្ត្រខ្មែរនៅក្នុងវត្តប្រកបដោយក្តីរីករាយយ៉ាងក្រៃលែងប្រដេជគុណព្រហ្មរតោថច្ខុងព្រះចៅអធិការវត្តពោធិវង្សារាមចុងតបនិងជាប្រធានពុទ្ធិកសិក្សាតំបន់ទី2មានសង្ឃាដីកាបញ្ជាក់ថារយៈកាល1ឆ្នាំនៃការអនុវត្តគោលការណ៍បញ្ចូលរដ្ឋអំណាចមូលដ្ឋាន2ថ្នាក់ក្នុងតំបន់ទី2នៃស្រុកចៅថាញ់ចាស់រួមមាន16វត្តឆ្នាំសិក្សា2026នេះបណ្ដាវត្តបានបើកថ្នាក់ខាងពុទ្ធិកសិក្សាបឋមភូមិចាប់ពីថ្នាក់ទី1ដល់ថ្នាក់ទី3បានចំនួន30បន្ទប់រួមមានសាមណសិស្សនិងសិស្សចំនួន417អង្គនឹងរូបដោយឡែកប្រជាសិក្សាចាប់ពីថ្នាក់ទី1ដល់ថ្នាក់ទី5បាន90បន្ទប់ដោយមានសិស្សានុសិស្សរួមចំនួន2391រូបព្រះអង្គបានបញ្ជាក់ទៀតថាដើម្បីរួមចំណែកផ្ដល់នូវចំណេះដឹងជូនដល់ព្រះសង្ឃនិងយុវ័នយុវតីសិស្សនាឆ្នាំសិក្សានេះនៅវត្តពោធិវង្សារាមចុងតបបានបើកបង្រៀនពុទ្ធិកសិក្សាបឋមភូមិឆ្នាំទី1ឆ្នាំទី3និងទុតិយភូមិឆ្នាំទី1ផងដែរដោយឡែកផ្នែកខាងប្រជាសិក្សាចាប់តាំងពីថ្នាក់ទី1ដល់ទី4វត្តបើកបង្រៀនបាន10បន្ទប់ដោយមានសិស្សរួមចំនួន205រូបដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនដែលនៅតាមបណ្ដាភូមិឆ្ងាយៗពីវត្តឲ្យទៅសិក្សាបានងាយស្រួលក្នុងការសិក្សានោះគឺជាច្រើនឆ្នាំមកហើយព្រះចៅអធិការវត្តបានសហការជាមួយរដ្ឋអំណាចមូលដ្ឋាននិងគណៈអាចារ្យបង្រៀនបានកិច្ចនៅសាលាបឋមសិក្សាឬសាលាឆោទៀនដែលបានកសាងក្នុងភូមិដើម្បីបងប្អូនបានងាយស្រួលក្នុងការធ្វើដំណើរទៅសិក្សានៅជិតផ្ទះដោយមានទឹកចិត្តរួមចំណែកបណ្ដុះបណ្ដាលឲ្យសិស្សានុសិស្សបានចេះអក្សរសាស្ត្រជាតិជាច្រើនឆ្នាំមកហើយលោកគ្រូបណ្ឌិតតាចារ្យសើងសាវ៉េតនៅភូមិសំដាច់និងគណៈអាចារ្យបង្រៀនជាច្រើនអ្នកទៀតក៏បានលះកាត់ពេលវេលាមកជួយបង្ហាត់បង្រៀនដល់បងប្អូននៅក្នុងភូមិនិងនៅក្នុងវត្តដោយការពេញចិត្តជាទីបំផុតក្នុងបំណងចង់ឲ្យបងប្អូនកុមារាកុមារីទាំងអស់ដែលជាតំពាំងស្នងឫស្សីឲ្យបានចេះដឹងអក្សរសាស្ត្រជាតិវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់របស់ជាតិខ្លួនកុំឲ្យបាត់បង់មកដល់ពេលនេះគឺមានរយៈកាល2ខែកន្លះវត្តក៏បានចាត់តាំងពិធីប្រឡងឡើងថ្នាក់ជូនដល់បងប្អូនគ្រប់រូបថាក្នុងនាមជាគ្រូបង្រៀនប្រចាំនៅក្នុងវត្តពោធិវង្សារាមចុងតបយើងខ្ញុំបដូរវិស្សមកាលខាងភាសាសកលបងប្អូនគឺថាអរិយាកាល2ខែកន្លះហ្នឹងយើងខ្ញុំគឺទៅខ្នះខ្នែងអស់ពីសមត្ថភាពប្រថាប់ពេលវេលាបងប្អូនខ្លីពេកជាងតែយើងខ្ញុំអស់ពីសមត្ថភាពដើម្បីបង្ហាត់បង្រៀនឲ្យបងប្អូនចេះនូអក្សរសាស្ត្រជាតិរបស់ផងខ្លួនតែព្រឹកផងថ្ងៃរសៀលផងថ្ងៃត្រង់ផងគឺក្នុង3ពេលហ្នឹងគឺក្នុងវត្តដូចជាខាងក្រៅគឺក្នុង3ពេលហ្នឹងតែងតែមានប្រចាំបង្ហាត់បង្រៀនបាទតាមកំណត់សិស្សឆ្នាំហ្នឹងគឺថាកើនជាង100ឆ្នាំហើយការរៀនសូត្រក៏ឃើញថាមានការរីកចម្រើនជាង100ឆ្នាំច្រើន
របៀបទំនៀមទម្លាប់ក៏បងប្អូនក៏ចេះបានច្រើនជាងរាល់ឆ្នាំដែរព្រោះតែពេលវេលាឆ្នាំនេះគឺយើងសិក្សាបានច្រើនជាងរាល់ឆ្នាំមួយខែជាងដែរឆ្នាំនោះបានដល់ជាង2ខែគេថាល្អសម្រាប់បងប្អូនខាងពិសេសគឺកូនចៅខ្មែរយើងបាទបើតាមយើងសង្កេតមើលទៅគឺថាការបង្កើនខាងសិស្សទី1ដោយតាមសង្គមភូមិស្រុកយើងមានតាមសាលាបាទវត្តកសាងឬតាមភូមិស្រុកមានកសាងសាលាសាមគ្គីមួយហ្នឹងគឺថាបានប្រសង់បានគ្រូបង្រៀនគឺចុះទៅដល់កន្លែងសម្រាប់បង្ហាត់បង្រៀនដល់បងប្អូនទី2ទៀតគឺការផ្សព្វផ្សាយអំពីខាងវត្តអារាមឲ្យបងប្អូនកូនចៅខ្មែរយើងរៀនបានអក្សរសាស្ត្រជាតិរបស់ផងខ្លួនមួយថ្ងៃកាន់តែថាមានការផ្សព្វផ្សាយរីកចម្រើនឡើងមកជាងតែបងប្អូនយកចិត្តទុកដាក់រៀនបានច្រើនជាងរាល់ឆ្នាំបាទពិសេសគឺនិយាយថាយើងមានការត្រេកអរជាច្រើនដោយសារតំបន់ភូមិស្រុកឆ្ងាយដែលឆ្ងាយពីវត្តអារាមគឺมันអាចមកវត្តបានហ្នឹងបងប្អូនគឺថាមានគ្រូរៀនចុះទៅតាមសាលាហ្នឹងនៅជាងតែងាយស្រួលក្នុងការបងប្អូនចូលមកសិក្សារៀនសូត្រជាងតែឱកាសល្អបំផុតសម្រាប់បងប្អូនហើយគ្រូរៀនក៏មានឱកាសសម្រាប់បង្ហាត់បង្រៀនរបស់បងប្អូនចេះអក្សរសាស្ត្រជាតិរបស់បងប្អូនខ្លួនដែរគ្រូនាមគិតមួយទៀតអស់រយៈកាល2ខែកន្លះដែលលោកគ្រូខិតខំបង្ហាត់បង្រៀនប្អូនៗឲ្យចេះអានចេះសរសេរនិងបានដឹងបានយល់អំពីសិលធម៌សម្រាប់ធ្នាប់ជាប្រពៃណីរបស់ជនរួមជាតិខ្មែរដែលដូនតាបានបន្សល់ទុកមកនោះពេលនេះគឺជាពេលចុងក្រោយនៃវគ្គសិក្សាពិធីប្រកាសលទ្ធផលអំដោយស្នូតន្ត្រីយ៉ាងពីរោះរណ្ដំលន់លឺកងរំពងកកក្រឹកទាំងផ្ទៃវត្តឡើយគឺឆ្នាំនឹងមានការសន្ទុះជើងលឿនជាងពីឆ្នាំទៅចម្រើនជាងពីឆ្នាំទៅប្រហែល20%ព្រោះថាការរីកចម្រើនគឺដោយអាស្រ័យសម្បត្តិទាំងពីរគឺខាងសម្បត្តិទី1គឺប្រសង់ក្នុងវត្តក៏ដូចជាគណៈអារាមាភិបាលនិងគ្រូបង្រៀនឯកភាពគ្នាកប៉ុសចលនាតស៊ូដើម្បីបង្ហាត់បង្រៀននៅពេលវេលាដែលពួកប្អូនសម្រាប់រៀននឹងហើយដល់ចំណុចទី2ទៀតគឺចលនាជារៀងរាល់ឆ្នាំពួកប្អូនឃើញការជាពិសេសគឺគ្រួសារពុកម្ដាយហើយនឹងបងប្អូនដែលជាកូនចៅក្នុងគ្រួសារឃើញការចលនារៀនសូត្រអក្សរសាស្ត្រពេលរដូវសម្រាប់រៀនផុសថុងនោះគឺឃើញថាសប្បាយទី1គឺមកសប្បាយទី2គឺចំណេះដឹងបងប្អូនរាល់ថ្ងៃចេះតែមានការកើនឡើងម្ល៉េះហើយការចលនានឹងវាផ្សាយភាយទៅដល់ក្រអៅបេះដូងនៅសង្គមគ្រួសារមួយបានភញាក់រលឹកជាច្រើនខ្ញុំអាត្មាភាពមានមោទនភាពណាស់ការងារបានជោគជ័យសម្រាប់ជាស្ថាប័ននឹងគឺដោយពឹងផ្អែកលើស្មារតីច្រើនផ្នែកណាទី1គឺការចូលរួមយកចិត្តទុកដាក់អំពីគណៈកម្មការវត្តទី2គឺគ្រូបង្រៀនគ្រប់លំដាប់ហើយទី3ទៀតគឺបានការចូលរួមគ្រប់គ្រងយ៉ាងពេញទំហឹងនៃពុទ្ធបរិស័ទចំណុះជើងវត្តហើយនិងពុទ្ធបរិស័ទនៅនានាក្រៅប្រទេសយើងផងដែរដែលខំចូលរួមឧបត្ថម្ភគ្រប់គ្រងនៃការសិក្សារៀនសូត្រកាមេរ៉ាភាសានេះគឺថាមានការសាមគ្គីយ៉ាងល្អប្រអ៊ីទិដៅទី1គឺដើម្បីស្ថាបនាឲ្យសង្គមជាតិរបស់យើងជើងលឿននិងអភិវឌ្ឍទៅតាមកលៈទេសៈគឺប្រទេសជាតិរបស់យើងកំពុងតែវិបលាសគឺការផ្លាស់ប្ដូរពីទាបទៅកប៉ុសការពង្រឹងពង្រីកអក្សរសាស្ត្រខ្មែរនៅតាមបណ្ដាវត្តអារាមនារដូវវិសាខកាលជាភារកិច្ចមួយដ៏សំខាន់នៃការអប់រំឲ្យកុមារាកុមារីទាំងឡាយដែលជាតំពាំងស្នងឫស្សីបានចេះនៅភាសាកំណត់អក្សរសាស្ត្រជាតិរបស់ខ្លួនដើម្បីរួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ជាតិឲ្យបានគង់វង្សទោះបីជារដូវវិសាខកាលមានរយៈកាលខ្លីប៉ុន្តែបានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដើម្បីផ្ដល់នូវចំណេះដឹងជូនដល់សិស្សានុសិស្សដែលជាតំពាំងស្នងឫស្សីក្នុងអនាគតទទួលបានលទ្ធផលនេះអាស្រ័យដោយមានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរបស់ព្រះចៅអធិការគណៈអាចារ្យបង្រៀននិងពុទ្ធបរិស័ទគ្រប់ចាត់ទទិស
និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តព្រមទាំងការយកចិត្តទុកដាក់របស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្នុងការអភិរក្សអក្សរសាស្ត្រនិងអត្តសញ្ញាណជាតិឲ្យបានរុងរឿងគ្រប់វិស័យរដូវវិស្វកាលបានបញ្ចប់ទៅហើយប៉ុន្តែអនុស្សាវរីយ៍ទាំងឡាយនៅតែដិតជាប់ជានិច្ចក្នុងអារម្មណ៍របស់ប្រចាំអធិការគណៈអាចារ្យបង្រៀននិងពុទ្ធបរិស័ទគ្រប់រូបជាពិសេសចំពោះសាសនុសិស្សដែលជាពន្លកថ្មីរបស់សង្គមចំពោះការរីកចម្រើននេះយើងខ្ញុំទាំងឡាយមានក្តីសង្ឃឹមថាវិស័យសិក្សាផ្នែកខាងអក្សរសាស្ត្រខ្មែរនៅវត្តពោធិវង្សារាមចុងទ័ពនិយាយដោយឡែកនិងបណ្ដាវត្តពុទ្ធសាសនាខ្មែរទាំងអស់ក្នុងទូទាំងខេត្តចំនួន156វត្តកាន់តែសន្ទុះជឿនលឿនជាងទៀតក្នុងការអប់រំស្របតាមគោលការណ៍ដែលប៉ាក់និងរដ្ឋបានយកចិត្តទុកដាក់ជំរុញឲ្យមានការរីកចម្រើនគ្រប់វិស័យក្នុងតំបន់ជនរួមជាតិខ្មែរ